Yêu con chứ mình men cho conរបស់អ្នកទេសួនអើយឥឡូវនេះកូនរបស់នាងបានសេចក្តីសុខហើយសូមជូនរឿងខ្មោចដើមជ្រៃ នៅជីភូមិតូចមួយមានផ្ទះឈើចាស់ដែលត្រូវបានគេបោះបង់ចោលនៅជិតដើមជ្រៃធំមួយដើមដែលអ្នកភូមិប្រាប់ថាជាផ្ទះរបស់នាងសួនកាលនាងនៅរស់ទោះបីជាពេលនេះនាងសួនស្លាប់ទៅហើយក្តីតែគេជឿថាព្រលឹងរបស់នាងនៅតែរស់នៅក្នុងផ្ទះនេះហើយយំរកកូនរបស់នាងស្ទើរតែរាល់យប់ដែលធ្វើឲ្យមនុស្សម្នាគ្រប់គ្នាដែលដើរកាត់មុខផ្ទះរបស់នាងតែងតែឮសំឡេងហៅសួររកកូនរបស់នាងជានិច្ចទោះជាយ៉ាងណាគ្មាននរណាម្នាក់បានដឹងពីមូលហេតុដែលកូនរបស់នាងបាត់ខ្លួននោះទេដោយហេតុនេះហើយទើបនាងសួនធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់កូនព្រលឹងរបស់នាងមិនអស់ចិត្តនៅតែទន្ទឹងសួររកកូនជានិច្ចយូរទៅអ្នកភូមិដែលរស់នៅជិតផ្ទះរបស់នាងសួនបានរើចេញម្ដងម្នាក់ព្រោះមិនអាចទ្រាំរស់នៅបន្តទៀតបានណែបងភាមើលទៅដើមជ្រៃនោះខ្ញុំដូចជាឮសំឡេងនរណាម្នាក់ហៅកាលពីយប់មិញគួរឲ្យខ្លាចណាស់បងកុំខ្លាចអីពុទ្ធីអូនវាគ្រាន់តែជាសំឡេងខ្យល់បក់ទេណែក្មេងខ្មាំងកុំតែលេងចិត្តដើមជ្រៃនោះឲ្យសោះនៅទីនោះត្រូវបានគេបោះបង់ចោលយូរហើយណែប្រយ័ត្នតែខ្មោចនាងសួនណាចាប់យកទៅធ្វើកូនអស់ទៅមកទៅផ្ទះនាងស្លាប់គួរឲ្យសង្វេគណាស់ស្លាប់ទាំងមិនអស់ចិត្តទាំងទឹកភ្នែកជុំរកកូនហើយព្រលឹងរបស់នាងនៅតែសួររកកូនទៀតតែលោកយាយគាត់ឡងមនុស្សមែនទេបើនរណាម្នាក់ហ៊ានដើរឆ្លងកាត់ក្រោមដើមជ្រៃនេះពេលម៉ោង12យប់នាងសួននឹងហៅឈ្មោះហើយបើតែហ៊ានឆ្លើយតបនាងច្បាស់ជាយកព្រលឹងទៅនៅជាមួយមិនខានមកឆាប់ចូលផ្ទះទៅថ្ងៃមួយសុភានិងវុធីត្រូវបង្ខំចិត្តដើរឆ្លងកាត់ដើមជ្រៃធំនោះព្រោះម្ដាយរបស់ពួកគេមានជំងឺហើយត្រូវទៅផ្សំថ្នាំនៅផ្ទះពេទ្យនៅឯជាយភូមិសុភាកូនបងភាខ្ញុំដូចជាឮគេហៅឈ្មោះបងកុំឆ្លើយអីសោះរត់ឲ្យលឿនទៅកូនខ្ញុំយកកូនខ្ញុំទៅណាកូនមកនៅជាមួយម៉ែវិញមកកូនតើអ្នកណាយកកូនរបស់ខ្ញុំទៅណាណែជឿមិនមែនជាកូនរបស់អ្នកទេតែបើអ្នកចង់ឲ្យយើងជួយក៏ប្រាប់មកសាកសពកូនរបស់ខ្ញុំធ្លាក់នៅក្រោមដើមជ្រៃនេះគ្មានអ្នកណាធ្វើបុណ្យឲ្យទេជួយធ្វើបុណ្យឲ្យពួកខ្ញុំផងដើម្បីឲ្យពួកខ្ញុំអាចទៅចាប់ជាតិកន្លែងថ្មីបានបងភាតើយើងត្រូវជួយគាត់មែនទេយើងតែធ្វើបុណ្យឲ្យគាត់នាងសួនអើយឥឡូវនេះកូនរបស់នាងបានសេចក្តីសុខហើយសូមអ្នកចាក់ចេញពីទីនេះទៅរកកន្លែងថ្មីដែលស្ងប់សុខចុះហើយជប់ធ្វើឲ្យអ្នកភូមិខ្លាចរអាទៀតអរគុណអ្នកទាំងអស់គ្នាព្រលឹង
ដែលពោរពេញដោយក្តីទុក្ខសោកអាចក្លាយជាខ្មោចដ៏កាចសាហាវមានតែសេចក្តីមេត្តានិងការធ្វើអំពើល្អទើបអាចដោះលែងព្រលឹងឲ្យទៅរកសេចក្តីស្ងប់